ម៉ែបងប្អូនភាគច្រើនតែងសួរសំណួរមកកាន់អ្នកលក់ថាហេតុអីបានជាពពួកតង់ UV នេះថ្លៃម៉េះហើយបើនិយាយពីសាច់របស់វាហ្នឹងគឺដូចកូរ៉េធម្មតាចាអញ្ចឹងខ្ញុំចង់ជម្រាបជូនបងទាំងអស់គ្នាថាប្រភេទតង់ខ្មៅ UV នេះគឺជាប្រភេទសាច់តង់លេខ1ណាបងប្អូនដែលគេផ្សំពីសារធាតុដើមហ្នឹងគឺជឿល្អជឿលេខ1ចាអញ្ចឹងកាលណាដែលគេប្រើសំវត្ថុធាតុដើមល្អតម្លៃរបស់វាគឺថ្លៃចាហើយបើនិយាយពីគុណភាពតរបស់លេខ1ហើយគឺដឹងតែជាប់បានយូរហើយបងប្អូនពាក់ព័ន្ធជាមួយនឹងតម្លៃគឺបើយើងប្រៀបធៀបឲ្យខ្លីទៅគឺសមស្របជាមួយនឹងគុណភាពចាអញ្ចឹងសម្រាប់ខ្មៅ UV នេះមិនថាពុកម៉ែបងប្អូនចង់ធ្វើអាងចិញ្ចឹមត្រីចិញ្ចឹមបកងបកាខ្យងកង្កែបដាំអាសូឡាឬក៏បងទាំងអស់គ្នាចាចង់យកតក្រាបាត់ស្រះយកបាំងដំបូលប្រក់ឡានឬក៏បាំងម្លប់ផ្សេងទេគឺមានអត្ថប្រយោជន៍ខ្លាំងមែនទែនបងប្អូនទី1ប្រភេទពណ៌ខ្មៅនេះបើសិនជាបងប្អូនយកទៅបាំងដំបូលរងវិញចាគឺពន្លឺរបស់វាអត់មានជះចំភ្នែកយើងទេចាដាក់ទៅគឺហាប់ណែនល្អតែម្ដងខ្ញុំឧទាហរណ៍ជាក់ស្ដែងចាបងប្អូននៅតាមទីចំការឬក៏បងប្អូនចូលទៅតាមព្រៃចាហើយត្រូវការធ្វើកន្លែងស្នាក់នៅបែបជាលក្ខណៈគេហៅថាខ្ទមអាហ្នឹងណាចាឬក៏យើងធ្វើជាលក្ខណៈលំនៅឋានបែបស្រាលអញ្ចឹងទៅយើងត្រូវការប្រក់ដើម្បីកុំឲ្យត្រូវទឹកភ្លៀងអញ្ចឹងពេលដែលបងប្អូនដេកចុចទូរស័ព្ទនៅក្រោមតង់ហ្នឹងគឺបងប្អូនអាចប្រើភ្នែករបស់បងប្អូនមើលពន្លឺអេក្រង់ដោយច្បាស់តែម្ដងចាហើយអត់មានពន្លឺជះចូលភ្នែករបស់បងប្អូនទេចាដោយសារពឿរបស់វាហ្នឹងគឺអត់ស្រូបពន្លឺមកចូលក្នុងតង់ទេព្រោះវាមានសារធាតុ UV ដែលប្រឆាំងជាមួយនឹងពន្លឺព្រះអាទិត្យត្រឡប់ទៅវិញទោះបីជាពឿវាខ្មៅក៏ដោយជាទូទៅពណ៌ខ្មៅគេហៅថាពណ៌ដែលស្រូបពន្លឺចាបើយើងប្រៀបធៀបការហាលខោអាវពណ៌សនិងពណ៌ខ្មៅគឺខ្មៅស្ងួតមុនចាប៉ុន្តែសម្រាប់តង់ UV នេះណាបងប្អូនពេលដែលបងប្អូនប្រើប្រាស់ពណ៌ខ្មៅនេះអត់មានវាស្រូបកម្ដៅចូលមកក្នុងផ្ទះយើងឲ្យយើងក្តៅអីអត់ទេបងប្អូនគឺវាធ្វើឲ្យផ្ទះរបស់យើងនោះមិនលុបថែមទៀតផងចាមានន័យថាជាយកន្លែងណាដែលយើងដាក់បាំងវាគឺមកលុបភ្នែករបស់យើងមើលទៅខាងលើគឺបានអត់មានប៉ះទង្គិចភ្នែកទេចាហើយប្រភេទតង់ខ្មៅនេះដែរបើបងយកទៅធ្វើក្រាស្រះចាគឺក្រាទៅល្អបែបធម្មជាតិព្រោះវាពណ៌ខ្មៅទឹកខាងក្នុងឃើញផ្ទៃថ្លាឆ្វង់តែម្ដងចាអញ្ចឹងក្រាទៅគឺបែបធម្មជាតិតែម្ដងតែបើសិនជាបងប្អូនទាំងអស់គ្នាចាស្រឡាញ់ខុសពីពណ៌ខ្មៅគឺអ្នកលក់មានពណ៌មួយទៀតគេហៅថាពណ៌ស្អាតពណ៌ខ្ពស់តែម្ដងគេហៅថាពណ៌ផ្ទៃមេឃចាអញ្ចឹងពណ៌ផ្ទៃមេឃហ្នឹងគឺស្រស់ប្រងតែម្ដងណាបងប្អូនពណ៌ផ្ទៃមេឃសម្រាប់អ្នកដែលស្រឡាញ់ពណ៌ស្អាតក៏ប្រើជាមួយពណ៌ផ្ទៃមេឃនោះដូចធុងអញ្ចឹងចាតែដោយសារតែសាច់តង់នៅខាងក្នុងខ្ញុំបានលាជូនអញ្ចឹងពណ៌ផ្ទៃមេឃគឺពណ៌ដូចធុងហ្នឹងអញ្ចឹងចាគុណភាពរបស់វាល្អដូចគ្នាបងប្អូនខុសតែពណ៌ទេចាអញ្ចឹងពុកម៉ែបងប្អូនដែលមានតម្រូវការតង់ UV នេះចាបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងខ្ញុំមកខ្ញុំលក់រយៈពេលជិត6ឆ្នាំហើយមកដល់ថ្ងៃនេះណាបងប្អូនធានាគុណភាពអីវ៉ាន់ជូនបងប្អូនចាតម្លៃទៅតាមប្រភេទនៃការកម្ម៉ង់របស់បងប្អូនបើបងប្អូនយកលៀតតម្លៃផ្សេងបងប្អូនដាក់កវលមានខ្សែបែបនេះគឺតម្លៃផ្សេងហើយបងដែលចង់យកទៅចាលើករៀងអាងសម្រាប់ចិញ្ចឹមបង្កងបង្គាខ្យងកង្កែបកន្ធាយត្រីចាគឺមានតម្លៃផ្សេងទៀតចាអញ្ចឹងជាក់ស្ដែងបងដែលគាត់កំពុងតែចាក្មេងៗកំពុងតែវាយលេវនេះគឺគាត់កំងចេញជារៀងអាងណាបងប្អូនអញ្ចឹងការដេរលើកចេញជារៀងអាងហ្នឹងគឺយើងដេររួចរាល់ហើយចានៅឡើយតែបត់ជូនបងប្រុសទេចាអញ្ចឹងការដេរនេះគឺខ្ញុំដេរធ្នេបែបនេះគឺដេរធ្នេពីរជឿនចាហើយយើងច្បត់សាច់តង់គឺមកចំហៀងបែបនេះព្រោះអីសាច់នេះយើងអត់កាត់ចោលទេណាបងប្អូនសាច់តង់ទំហំប៉ុណ្ណាគឺដាក់ទៅវិញទាំងអស់តែម្ដងអញ្ចឹងពេលដែលបងប្រើប្រាស់ជាអាងទឹកនេះឆប់ចង់ប្រើបងប្អូនចង់យកមកក្រាលបងប្អូនគ្រាន់តែជាសាច់នេះចាជាសាច់នេះចោលឬក៏កាត់មកស្ទាបណាមួយមកសាច់តង់របស់បងប្អូនគឺនៅពេញលីងដដែលចាអត់មានបញ្ហាអីទេបងប្អូនអាចប្រើទៅបាំងឬមួយក៏បងប្អូនយកទៅក្រាលសម្រាប់ហាលស្រូវហាលអីក៏បានដែរក្រោយយើងឆប់ប្រើប្រាស់អាងចំត្រីឬក៏ចងកែបកាធាយហ្នឹងណាបងប្អូនព្រោះអីមនុស្សយើងមានការផ្លាស់ប្ដូរចាមិនថាប្រើតង់នឹងមួយសម្រាប់តង់កែបគឺប្រើបានតង់កែបអត់ទេបងប្អូនពេលដែលបងប្អូនឆប់ចង់ប្រើតង់កែបបងប្អូនអាចប្រើទៅជាតង់ហាស្រូវឬក៏បងប្អូនចង់ធ្វើប្រក់តវលអីបានទាំងអស់ដោយយើងគ្រាន់តែរុះធ្នេនេះចោលណាបងប្អូនហើយនឹងឆ្កោះលេវនេះមកគឺសាច់តង់នៅស្អាតទាំងអស់ចាអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេជូនបងប្អូនទាំងអស់គ្នាទស្សនាសម្រាប់ព័ត៌មានអំពីតម្លៃឬក៏បងប្អូនចង់កំងបែបណាចូលក្នុងឆាតចាសូមអរគុណសូមគោរពលា